សួស្តីអ្នកនរគ្នាថ្ងៃនេះយើងត្រឡប់មកជួបគ្នាវិញទៀតហើយអត់ទាន់ទៅណាឆ្ងាយពីមេរៀនចាស់របស់យើងទេមេរៀនចាស់របស់យើងកាលហ្នឹងគឺយើងបានរៀនតាក់ទងជាមួយនឹង dimension របស់grid line ហើយជាមួយនឹង footing អញ្ចឹងថ្ងៃហ្នឹងគឺយើងតាក់ទងជាមួយ dimension ដូចគ្នាប៉ុន្តែយើងនិយាយតាក់ទងជាមួយនឹង convert grid line ពី 3D ទៅជា 2D មូលហេតុដែលយើង convert វាពី 3D ទៅ 2D គឺដើម្បីឲ្យពេលដែលយើង dimension គឺវា fix នៅមួយកន្លែងហ្នឹងមានថាទោះបីជាយើងទាញជាមួយនឹង grid line របស់យើងក៏វាអត់ប្រែប្រួលជាមួយនឹង dimension របស់យើងដែរឧទាហរណ៍ថានៅក្នុងករណីនេះអ្នកទាំងអស់ select grid line ណាមួយអញ្ចឹងគឺយើងនឹងឃើញ load នេះសញ្ញា 3D នេះប៉ុន្តែនៅពេលដែលយើងបាន convert វាទៅជាប្រភេទ 2D មានន័យថាវា fix នៅមួយកន្លែងដែរខ្ញុំគិតថាករណីហ្នឹងចំពោះអ្នកដែលប្រើប្រាស់ Revit មុនឬក៏អ្នកទាំងអស់គ្នាអាចប្រើ U អីអាចនឹងដឹងពីករណីហ្នឹងហើយប៉ុន្តែករណីដែលគ្នាយើងទើបតែរៀនដូចកាលខ្ញុំទើបតែរៀនដំបូងក៏ដូចគ្នាដែរគឺយើងអត់ដឹងចេះឆ្ងល់ថាមូលហេតុអីបានជាពេលដែលយើងទាញgrid line នេះមានន័យថា dimension វារត់ទៅតាមអញ្ចឹងខ្ញុំតែឲ្យអ្នកទាំងអស់គ្នាមើលពេលយើងគ្រាន់តែចូលមកកាន់កន្លែង Panda structure មកហើយយើងចូលមកជាមួយនឹង dim grid អញ្ចឹងអ្នកទាំងអស់គ្នាអាចរើសប្រភេទ dimension មកហើយយើងធ្វើការ run វាអញ្ចឹងហើយឧទាហរណ៍អញ្ចឹងមានថាយើង dim ហ្នឹងគឺវានៅក្នុងករណីជាប្រភេទ 3D អញ្ចឹងនៅពេលដែលយើងទាញអ្នកគ្នាយើងទាញទៅមានន័យថា dimension ហ្នឹងវារត់ទៅតាមនេះឃើញទេអញ្ចឹងយើងទាញមកវារត់ទៅតាមកន្លែងនេះក៏ដូចគ្នាដែរគឺវានៅប្រភេទ 3D អញ្ចឹងយើងទាញមកវារត់ទៅតាមយើងប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យវា fix មួយកន្លែងគឺអ្នកទាំងអស់គ្នាត្រូវតែ convert ទាំងអស់ហ្នឹងទៅជាប្រភេទ 2D សិនអញ្ចឹងបើសិនជាចង់ fix វាអ្នកទាំងអស់គ្នាអាច select ម្ដងមួយចេះមកគឺវានឹងទៅជាប្រភេទ 3D អីមានន័យថា 2D សំទោសអញ្ចឹងមានថាយើង fix វាទៅជាប្រភេទ 2D ដើម្បីឲ្យយើង dimension ទៅគឺវា fix នៅមួយកន្លែងហ្នឹងហ្មងអញ្ចឹងខ្ញុំលុប dimension យើងចេញវិញករណីដែលយើង select វាមួយអញ្ចឹងគ្នាយើងនៅពេលដែលមាន project ទូចអញ្ចេះវាអត់អីទេយើងអាច select មួយអញ្ចេះបានប៉ុន្តែបើសិនជាករណីដែលយើងមាន project វារៀងធំដែរតាក់ទងជាមួយនឹង project ឃ្លាំងអីដូច project នេះអញ្ចឹងវាដូចជា300ម៉ែត្រជាងបើសិនជាយើងនៅចុចមួយអញ្ចឹងវាការងារដដែលហើយវាខាតពេលគ្នាយើងមែនតើឧទាហរណ៍ថាអានេះមានបាន grid line តាក់ទងជាមួយប្រភេទឃ្លាំងនេះគឺវាមានដល់43 grid line អញ្ចឹងបើសិនជាយើងអង្គុយចុចមួយវាចំណាយពេលអ្នកទាំងអស់គ្នាចង់1នាទី2នាទីដែរអញ្ចឹងបើគ្នាយើងប្រើប្រាស់នៅ add in គឺយើងចុចតែមួយ click ទេគឺវានឹង convert direct ពី3D ទៅ 2D អញ្ចឹងខ្ញុំចូលមកកាន់កន្លែងនេះមកហើយយើងជ្រើសរើសជាមួយនឹង convert grid មកគ្នាយើងអាច select ទៅជា 2D អញ្ចឹងវា success ហើយគ្នាយើងអាច select មើលនេះវា convert ឲ្យយើងទៅជា 2D direct អញ្ចឹងខ្ញុំធ្វើការ dimension ម្ដងទៀតខ្ញុំ dimension ម្ដងទៀតមកនេះអញ្ចឹងគ្នាយើងអាចធ្វើការពេលដែលយើង dimension ហើយយើងអាចធ្វើការទាញបាននេះមានថា dimension របស់យើងគឺវាលែងរត់ទៅតាមជាមួយនឹងgrid line ដែលយើងទាញទៅហើយមានថាវា fix តែមួយកន្លែងហ្នឹងហ្មងនេះហើយជាមូលហេតុដែលខ្ញុំឲ្យអ្នកទាំងអស់គ្នាធ្វើការ convert grid line ពី 3D ទៅ 2D គឺក្នុងករណីដែលយើងចង់ fix dimension ឲ្យវានៅមួយកន្លែងទេអញ្ចឹងដូចតាក់ទងជាមួយនឹង project ឃ្លាំងនេះអញ្ចឹងឥឡូវនេះវាជាករណីប្រភេទ 3D អញ្ចឹងគ្នាយើងគ្រាន់តែចូលមកកាន់ convert មកនេះហើយចុចវាទៅជា 2D មកនេះវាដាក់ success 55 grid line អញ្ចឹងយើង select វាមកហើយយើងចូលទៅកាន់ dimension ដូចគ្នាមកនេះ dimension grid line ហ្នឹងអញ្ចឹងនេះខ្ញុំយកវាខាងស្ដាំវិញទោះបីជាអ្នកទាំងអស់គ្នាទាញវាមិនក៏វានៅ fix មួយកន្លែងដែរនេះវាអត់ប្រែប្រួលទេអញ្ចឹងមេរៀនរបស់យើងថ្ងៃហ្នឹងគឺវាមានតែប៉ុណ្្នឹងទេហើយយើងជួបគ្នាថ្ងៃក្រោយទៀតអរគុណ